នេះគឺជាការចងចាំនិងជាការឈឺចាប់មួយដែលកូនខ្មែរគ្រប់រូបពិតជាមិនអាចបំភ្លេចបាននោះឡើយចំពោះការបាត់បង់នៅមហាស្នាដៃដ៏អស្ចារ្យដែលបុព្វបុរសខ្មែរបានបន្សល់ទុកតាំងពីបរមបុរាណមកតែមកទល់នឹងបច្ចុប្បន្ននេះឆ្នាំ2025ប្រាង្គប្រាសាទដ៏ល្អឯករបស់ខ្មែរយើងត្រូវបានដួលបាក់រលំខ្ចាត់ខ្ចាយដោយសារស្នាដៃចៅឈ្លានពានគឺចៅសៀមដូច្នេះសូមបងប្អូនខ្មែរយើងទាំងអស់គ្នាចូលរួមដាក់បណ្ដាសាទៅដល់ប្រទេសថៃឬប្រទេសចៅសៀមដោយពោលនៅពាក្យតាមបណ្ដាសាម្ចាស់ប្រាសាទបុរាណនាទឹកដីកម្ពុជាដរាបណាព្រះព្រហ្មនៅតែមានព្រះភ័ក្ត្រ4ព្រះពិស្ណុនៅតែមានព្រះហស្ថ8ព្រះសិវៈនៅតែមានព្រះនេត្រ3ជាតិសាសនាឬជនទាំងឡាយឯណាដែលបំផ្លាញលួចវត្ថុបុរាណនៅក្នុងប្រាសាទឬបំផ្លាញប្រាសាទបុរាណដែលសាងសង់ដោយស្នាព្រះហស្ថព្រះមហារាជមហាក្សត្របុព្វបុរសខ្មែរគ្រប់ជំនាន់សូមឲ្យជាតិសាសន៍នោះឬជនទាំងនោះទទួលនៃកម្មផលរលំរលាយដោយធាតុទាំង4ទឹកដីភ្លើងខ្យល់កាលណាបើអណ្ដរធានបាត់សូមឲ្យធ្លាក់ក្នុងមហានរក18ជាន់ឆេះក្នុងសមុទ្រភ្លើងក្តៅឈួលមិនអាចចាប់ជាតិចាប់ភពចាប់កំណើតបានលុះអស់ព្រះអាទិត្យនិងព្រះច័ន្ទ